ចំពោះទី5ការគ្រប់គ្រងសាលាក្រុងស្រុកការគ្រប់គ្រងសាលាក្រុងស្រុកគឺជាការគ្រប់គ្រងចាត់ចែងកិច្ចប្រតិបត្តិការប្រចាំថ្ងៃនៅសាលាក្រុងស្រុកដើម្បីធានាបាននូវការបំពេញការងារប្រកបដោយផាសុកភាពផលិតភាពប្រសិទ្ធភាពនិងសុវត្ថិភាព 5.1 សាលាក្រុងស្រុកសាលាក្រុងស្រុកគឺជាការិយាល័យធ្វើការរបស់ក្រុមប្រឹក្សាគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាគណៈអភិបាលនិងបុគ្គលិករបស់ក្រុមប្រឹក្សាសាលាក្រុងស្រុកត្រូវបើកទ្វារធ្វើការឲ្យបានទៀងទាត់តាមពេលម៉ោងធ្វើការរបស់រដ្ឋ5ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃศุក្រដើម្បីធានាដល់ការបម្រើសេវានានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅចន្លោះម៉ោងធ្វើការឬថ្ងៃឈប់សម្រាកជាផ្លូវការក្រុមប្រឹក្សានិងគណៈអភិបាលត្រូវធានាឲ្យមានបុគ្គលិកនៃរដ្ឋបាលរបស់ខ្លួនក្នុងចំនួនសមស្របប្រចាំការដើម្បីទទួលឬដោះស្រាយសំណូមពរបន្ទាន់នានារបស់ប្រជាពលរដ្ឋ 5.11 ការរៀបចំស្លាកសញ្ញារដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានស្លាកឈ្មោះអគារនីមួយដែលមាននៅក្នុងសាលាក្រុងស្រុកដូចជាអគារខេត្តអគារជាដើមដែលត្រូវដាក់ភ្ជាប់នៅនឹងអគារនីមួយនោះក្នុងករណីសាលាក្រុងស្រុកមានអគារលើសពីមួយប្លង់អគារការិយាល័យនិងសាលប្រជុំត្រូវដាក់តាំងនៅទីតាំងសមរម្យដើម្បីឲ្យអ្នកមករកទ្វារនានាអាចមើលឃើញយ៉ាងច្បាស់ស្លាកសញ្ញាប្រាប់ទិសសម្រាប់ទៅរកការិយាល័យនិងអង្គភាពនីមួយនៃរដ្ឋបាលក្រុងស្រុកត្រូវដាក់នៅទីតាំងសមរម្យដើម្បីឲ្យអ្នកមករកសេវាអាចមើលឃើញយ៉ាងច្បាស់ស្លាកឈ្មោះរដ្ឋបាលដែលត្រូវដាក់នៅពីមុខសាលាក្រុងស្រុករបស់ខ្លួនត្រូវសរសេរថាសាលាក្នុងឬសាលាលោកស្លាកឈ្មោះមុខតំណែងនានាដូចជាប្រធានក្រុមប្រឹក្សាអភិបាលរងនាយករដ្ឋបាលស្លាកឈ្មោះអង្គភាពនិងស្លាកសារប្រជុំត្រូវដាក់តាំងនៅពីមុខបន្ទប់នីមួយអង្គការលេខនៃរចនាសម្ព័ន្ធរដ្ឋបាលទាំងមូលត្រូវដាក់តាំងនៅទីកន្លែងសមរម្យដើម្បីឲ្យអ្នកមករកសេវានានាអាចមើលឃើញយ៉ាងច្បាស់អង្គការលេខនៃរចនាសម្ព័ន្ធតាមអង្គភាពនីមួយត្រូវដាក់តាំងនៅពីមុខការិយាល័យនៃអង្គភាពនីមួយនោះដើម្បីឲ្យអ្នកមករកសេវានានាអាចមើលឃើញយ៉ាងច្បាស់ឯស្លាកម៉ោងបំពេញការងារត្រូវដាក់តាំងនៅពីមុខសាលាក្រុងស្រុកជាទូទៅស្លាកសញ្ញាទាំងនេះគេតែងនិយមប្រើប្រាស់ពណ៌ដូចខាងក្រោមផ្ទៃស្លាកសញ្ញាប្រើពណ៌ខៀវអក្សរស្លាកសញ្ញាប្រើពណ៌ 5.1 ពីការិយាល័យនិងកន្លែងធ្វើការរបស់បុគ្គលិករដ្ឋបាលក្រុងស្រុកត្រូវរៀបចំឲ្យមានការិយាល័យធ្វើការសម្រាប់ការិយាល័យនិងអង្គភាពនីមួយឲ្យដាច់ដោយឡែកពីគ្នាការិយាល័យធ្វើការត្រូវរៀបចំឲ្យមានផាសុកភាពដូចជាពន្លឺខ្យល់ចេញចូលគ្រប់គ្រាន់និងគ្មានការរំខាននានាការិយាល័យនិងអង្គភាពនីមួយត្រូវរៀបចំកន្លែងធ្វើការសម្រាប់បុគ្គលិកម្នាក់ក្នុងទំហំសមល្មមនិងមានផាសុកភាពជាការប្រសើរការិយាល័យនិងអង្គភាពនីមួយគួរមានកន្លែងសម្រាប់ប្រជុំផ្ទៃក្នុងរបស់ខ្លួនអភិបាលក្រុងស្រុកត្រូវធានាថាបុគ្គលិកម្នាក់មានតុកៅអីទូទុកដាក់ឯកសារសម្ភារៈបរិក្ខារឧបករណ៍និងមធ្យោបាយបំពេញការងារឲ្យបានសមស្របដើម្បីបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព 5.13 សារប្រជុំរដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានសារប្រជុំសម្រាប់ធ្វើការប្រជុំការបណ្ដុះបណ្ដាលសិក្ខាសាលានិងការជួបជុំនានានៅក្នុងរដ្ឋបាលរបស់ខ្លួនសារប្រជុំត្រូវមានតុកៅអីក្តារខៀននិងសម្ភារៈបរិក្ខារប្រើប្រាស់ចាំបាច់ផ្សេងទៀតក្នុងចំនួនសមស្របនៅក្នុងសារប្រជុំត្រូវរៀបចំដាក់តាំងទង់ជាតិព្រះរាជាណាចក្រកម្ពុជាអំដោយព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា 5.14 កន្លែងទំនាក់ទំនងរដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានកន្លែងទំនាក់ទំនងនៅក្នុងអង្គភាពរដ្ឋបាលរបស់ខ្លួនសម្រាប់ឲ្យប្រជាពលរដ្ឋសាធារណជនឬភ្ញៀវដែលមកទំនាក់ទំនងឬរកសេវានិងសាកសួរព័ត៌មាននានាកន្លែងទំនាក់ទំនងត្រូវមានស្លាកឈ្មោះដែលសរសេរថាកន្លែងទំនាក់ទំនងមានបុគ្គលិកប្រចាំការនៅគ្រប់ពេលម៉ោងធ្វើការមានខិតប័ណ្ណព័ត៌មាននិងមានលេខទូរស័ព្ទសម្រាប់ទាក់ទងរដ្ឋបាលក្រុងស្រុកនីមួយគួររៀបចំឲ្យមានអាសយដ្ឋានទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកហើយផ្សព្វផ្សាយអាសយដ្ឋាននេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋសាធារណជនឬភ្ញៀវដែលមកទាក់ទងឬស្នើសុំសេវាឬសាកសួរព័ត៌មាននានា 5.15 កន្លែងទទួលភ្ញៀវរដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានកន្លែងទទួលភ្ញៀវនៅជិតកន្លែងទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋសាធារណជនឬភ្ញៀវដែលមកទាក់ទងឬស្នើសុំសេវានានារងចាំជាបណ្ដោះអាសន្ននៅមុនពេលណាត់ជួបនីមួយកន្លែងទទួលភ្ញៀវត្រូវមានកៅអីឬសាឡុងសម្រាប់អង្គុយក្នុងចំនួនសមស្របនិងមានខិតប័ណ្ណព័ត៌មាននានាសម្រាប់ឲ្យប្រជាពលរដ្ឋសាធារណជនឬភ្ញៀវអាននៅក្នុងពេលរងចាំនៅកន្លែងទទួលភ្ញៀវត្រូវរៀបចំដាក់តាំងទង់ជាតិព្រះរាជាណាចក្រកម្ពុជាអំដោយព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា 5.16 បន្ទប់តម្កល់ឯកសាររដ្ឋបាលក្រុងស្រុកនីមួយគួររៀបចំឲ្យមានបន្ទប់សម្រាប់តម្កល់ទុកឯកសារសំខាន់ទាំងអស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនអ្នកសិក្សាក្នុងការសិក្សាស្វែងយល់អំពីកិច្ចការនានារបស់រដ្ឋបាលក្រុងស្រុកបន្ទប់តម្កល់ឯកសារត្រូវមានទូតម្កល់ឯកសារតុកៅអីនិងបុគ្គលិកប្រចាំការក្នុងពេលម៉ោងធ្វើការ 5.1 7 ខ្លាំងទុកដាក់ឧបករណ៍និងបរិក្ខារ
រដ្ឋបាលក្រុងស្រុកគួររៀបចំឲ្យមានឃ្លាំងងឺបន្ទប់សម្រាប់ទុកដាក់ឧបករណ៍និងបរិក្ខារនានារបស់ខ្លួនឃ្លាំងនេះគួររៀបចំជាបន្ទប់ពីរផ្សេងគ្នាគឺមួយបន្ទប់សម្រាប់ទុកដាក់ឧបករណ៍បរិក្ខារថ្មីនិងមួយបន្ទប់សម្រាប់ទុកដាក់ឧបករណ៍និងបរិក្ខារចាស់លែងប្រើប្រាស់បានដែលមិនទាន់បានកាត់ចេញពីបញ្ជីសារពើភ័ណ្ឌ 5.18 ក្តារព័ត៌មានសាធារណៈរដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានក្តារព័ត៌មានសាធារណៈនៅមុខសាលាក្រុងស្រុកដែលសាធារណជនអាចពិនិត្យមើលបានដោយងាយស្រួលហើយត្រូវតុបតែងក្តារព័ត៌មាននេះឲ្យមានភាពសមរម្យនិងភាពទាក់ទាញរដ្ឋបាលក្រុងស្រុកត្រូវសរសេរឬបិទផ្សាយសេចក្តីជូនដំណឹងជាផ្លូវការនិងព័ត៌មាននានាដល់សាធារណជននៅលើក្តារព័ត៌មានហើយត្រូវរក្សាទុកព័ត៌មាននោះឲ្យបានយ៉ាងតិច10ថ្ងៃព័ត៌មានដែលត្រូវបិទផ្សាយត្រូវមានអត្ថន័យគ្រប់គ្រាន់និងធ្វើបច្ចុប្បន្នភាពជាប្រចាំនិងទៀងទាត់ក្រៅពីក្តារព័ត៌មានសាធារណៈខាងលើនេះរដ្ឋបាលក្រុងស្រុកត្រូវរៀបចំក្តារព័ត៌មានសាធារណៈនៅទីសាធារណៈដទៃទៀតនៅក្នុងក្រុងស្រុករបស់ខ្លួនតាមការចាំបាច់ជាមួយគ្នានេះដែររដ្ឋបាលក្រុងស្រុកនីមួយគួររៀបចំឲ្យមានគេហទំព័រនិងបណ្ដាញសង្គមនានាដើម្បីផ្សព្វផ្សាយព័ត៌មាននានាដល់សាធារណជនទូទៅ 5.19 ប្រអប់សម្បត្តិរដ្ឋបាលក្រុងស្រុកនីមួយត្រូវរៀបចំឲ្យមានប្រអប់សម្បត្តិនិងដាក់ប្រអប់សម្បត្តិនេះនៅកន្លែងសមរម្យដែលអាចឲ្យសាធារណជនទូទៅផ្ដល់យោបល់ឬលើកឡើងនៅសំណើសំណូមពរនានាដល់រដ្ឋបាលរបស់ខ្លួន